ជំរាបសួរនេះខ្ញុំវ៉ាហ្វ្រីពេជ្របង្វឹកជំនាញគណនេយ្យនិងហិរញ្ញវត្ថុស្តង់ដារអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកអាករលើតម្លៃបន្ថែមឬក៏ VAT ដែលជាភាគ1លើកយកមកខាយអស់លោកអ្នកដូចតទៅអញ្ចឹងយើងចូលដល់មេរៀនអាករលើតម្លៃបន្ថែមនេះគឺជាឯកសារយោងរបស់នាងខ្ញុំយោងមាត្រា55ដល់មាត្រា84នៃច្បាប់ស្តីអំពីសារពើពន្ធចេញដោយព្រះរាជក្រមលេខនសរកម/0523/004 ចុះថ្ងៃទី16ខែឧសភាឆ្នាំ2023មួយការកំណត់និយមន័យអញ្ចឹងមុននឹងយើងចូលដល់មេរៀនអាករលើតម្លៃបន្ថែមយើងត្រូវស្គាល់ពាក្យកលឹះជាមុនសិនថាតើពាក្យទាំងអស់នោះមានន័យយ៉ាងដូចម្ដេចដើម្បីពេលដែលចូលដល់សិក្សាទៅលើមេរៀនអាករលើតម្លៃបន្ថែមទៅអស់លោកអ្នកនឹងងាយយល់ជាងមុនទំនិញពាក្យថាទំនិញគឺសំដៅដល់ទ្រព្យលោកប៉ីក្រៅពីដីធ្លីនិងប្រាក់កាសទំនិញគឺជាទ្រព្យរូបិយមានន័យគឺជាទ្រព្យដែលយើងមើលឃើញប៉ុន្តែដីធ្លីនិងប្រាក់កាសគឺយើងមិនគិតជាទំនិញទេបន្តមកទៀតសេវាអញ្ចឹងសេវាបើសិនជាយើងនិយាយឲ្យស្រួលស្ដាប់ទៅសេវានេះមកពីពាក្យថាសេវាកម្មអញ្ចឹងសេវាសំដៅដល់ការផ្ដល់អ្វីមួយដែលមានតម្លៃក្រៅពីទំនិញដីធ្លីនិងប្រាក់កាសការផ្គត់ផ្គង់ទំនិញអញ្ចឹងយើងមើលទាំងអស់គ្នាថាតើការផ្គត់ផ្គង់ទំនិញហ្នឹងមានន័យយ៉ាងដូចម្ដេចអញ្ចឹងក្នុងការផ្គត់ផ្គង់ទំនិញនេះជាទូទៅបើសិនជាយើងនិយាយភាសាសាមញ្ញយើងនិយាយស្រួលស្ដាប់នោះពាក្យថាការផ្គត់ផ្គង់ទំនិញហ្នឹងមានន័យថាជាការលក់ទំនិញអញ្ចឹងការផ្គត់ផ្គង់ទំនិញសំដៅដល់ការផ្ទេរសិទ្ធិប្រើប្រាស់ឬសិទ្ធិចាត់ចែងក្នុងឋានៈជាម្ចាស់កម្មសិទ្ធិទំនិញទោះបីមានសំណងឬគ្មានសំណងក្តីការផ្គត់ផ្គង់សេវាបន្តបន្សំដែលតេតិននឹងការផ្គត់ផ្គង់ទំនិញត្រូវបាត់ទុកដូចជាការផ្គត់ផ្គង់ទំនិញអញ្ចឹងនៅក្នុងអត្ថន័យនេះមានន័យថាសូម្បីតែទំនិញបាត់ក៏យើងចាត់ទុកជាការផ្គត់ផ្គង់ទំនិញដែរអញ្ចឹងស្មើនឹងទំនិញដែលយើងលក់ទៅក្រៅដែរអញ្ចឹងការផ្គត់ផ្គង់សេវានៅក្នុងអត្ថន័យនេះគឺដូចតែគ្នាទេគ្រាន់តែមួយជាប្រភេទទំនិញមួយជាប្រភេទសេវាអញ្ចឹងការផ្គត់ផ្គង់សេវាសំដៅដល់ការផ្គត់ផ្គង់ដែលមិនមែនជាការផ្គត់ផ្គង់ទំនិញដីធ្លីឬប្រាក់កាសដែលធ្វើឡើងដើម្បីទទួលសំណងឬគ្មានសំណងក្តីការផ្គត់ផ្គង់ទំនិញបន្តបន្សំដែលទាក់ទិនទៅនឹងការផ្គត់ផ្គង់សេវាត្រូវចាត់ទុកដូចជាការផ្គត់ផ្គង់សេវាប្រសិនបើលោកអ្នកចង់ចេះជំនាញគណនេយ្យនិងហិរញ្ញវត្ថុក្នុងរយៈពេលខ្លីនោះលោកអ្នកនឹងទទួលបានការបង្វឹកពីក្រុមការងារយើងខ្ញុំផ្ទាល់សូមធានាថាបន្ទាប់ពីលោកអ្នកទទួលបានការបង្វឹកពីក្រុមការងារយើងខ្ញុំលោកអ្នកនឹងប្រើការសម្រាប់ការងារនិងអាជីវកម្មរបស់លោកអ្នកបាន 100% ខ្ញុំទំនាក់ទំនងមកឥឡូវនេះលោកអ្នកនឹងទទួលបានការប្រឹក្សាយោបល់ឥតគិតថ្លៃពេញមួយជីវិតបុគ្គលសំដៅដល់បុគ្គលឬក្រុមបុគ្គលដែលធ្វើអាជីវកម្មហើយនឹងបុគ្គលណាមួយទៀតដែលតាក់ទិនជាមួយបុគ្គលណាមួយនិងបុគ្គលនោះអញ្ចឹងស្ដាប់មើលទៅហាក់បីដូចជាពិបាកអញ្ចឹងមានន័យថាយើងមើលអត្ថន័យយេស៊ូស្ដាប់ទៅមានថាបុគ្គលមានន័យថាគឺជាបុគ្គលមានន័យគឺជាបុគ្គលមានន័យគឺជាមនុស្សអញ្ចឹងឬក៏ក្រុមបុគ្គលអញ្ចឹងឬក៏ក្រុមមនុស្សហ្នឹងដែលគាត់ប្រកបអាជីវកម្មឬគាត់ធ្វើអាជីវកម្មអញ្ចឹងឬក៏បុគ្គលមួយនោះដែលជាប់ពាក់ទិននឹងបុគ្គលដែលធ្វើអាជីវកម្មទាំងអស់នោះអញ្ចឹងយើងនិយាយប៉ុណ្្នឹងទៅគឺស្រួលស្ដាប់ពាក់ទិនចំពោះបុគ្គលណាមួយនោះមានន័យថាក៏បុគ្គលណាមួយដែលមានកម្មសិទ្ធិចាប់ពី 20% ឡើងលើតម្លៃឬសិទ្ធិបោះឆ្នោតនៃអាជីវកម្មនៅក្នុងដើមទុនផ្ទាល់នៃបុគ្គលដែលលើកយកមកពិចារណាចឹងបន្តមកទៀតអាករក្នុងចំណុចនេះគឺសំដៅដល់អាករលើតម្លៃបន្ថែមធាតុចូលទំនិញឬសេវាទំនិញទិញសម្រាប់អាជីវកម្មហៅថាធាតុចូលហើយអាករបង់លើទំនិញបង់លើការទិញទំនិញនិងសេវាហៅថាអាករធាតុចូលអញ្ចឹងក្នុងនេះនាងខ្ញុំឧទាហរណ៍ឲ្យស្រួលស្ដាប់អញ្ចឹងមានន័យថាយើងទិញទំនិញឧទាហរណ៍ថាខ្ញុំជាសហគ្រាសមួយខ្ញុំលក់ខ្ញុំបើកម៉ាតអញ្ចឹងខ្ញុំទិញទំនិញចម្រុះមានដូចជានំមានដូចជាសម្ភារៈមួយចំនួនអញ្ចឹងខ្ញុំទិញអញ្ចឹងនៅពេលដែលខ្ញុំទិញចូលទុកលក់ហ្នឹងអាហ្នឹងហៅថាធាតុចូលរីឯទំនិញហ្នឹងឧទាហរណ៍ថាខ្ញុំចំណាយទិញទំនិញទាំងអស់ហ្នឹងយកមកលក់អស់$10000អញ្ចឹងខ្ញុំត្រូវបង់វត្ត 10% អញ្ចឹង 10% ហ្នឹងគឺហៅថាអាករធាតុចូលធាតុចេញទំនិញឬសេវាផ្គត់ផ្គង់អតិថិជនហៅថាធាតុចេញហើយអាករដែលប្រមូលលើការផ្គត់ផ្គង់ទំនិញឬសេវាហៅថាអាករធាតុចេញនេះគឺមានន័យថាការផ្គត់ផ្គង់ទំនិញឬក៏សេវាបើយើងនិយាយស្រួលស្ដាប់ទៅមានន័យថាគឺជាការលក់ទំនិញឬក៏សេវាប៉ុន្តែលក់ត្រង់នេះបើសិនជាយើងឲ្យយកគិតលុយមានតែយើងឲ្យអាហ្នឹងក៏យើងគិតថាលក់ដែរ
ឬក៏អីវ៉ាន់ឬក៏តំណែងបាត់ដូចនេះខ្ញុំបានបញ្យល់ក្នុងអត្ថន័យខាងលើអញ្ចឹងអាហ្នឹងក៏យើងគិតថាគុតគង់ឬក៏ស្មើនឹងការលក់ដែរអញ្ចឹងនៅពេលដែលយើងលក់អតិថិជនហ្នឹងមានន័យថាគឺជាធាតុចេញប៉ុន្តែនៅពេលដែលយើងគិតវត្តពីលើថ្លៃតំណែងឬថ្លៃសេវារបស់យើងហ្នឹងអញ្ចឹងវត្ត 10% ហ្នឹងគឺយើងឲ្យឈ្មោះថាអាកធាតុចេញទៅបកបកគលដែលត្រូវជាប់ពន្ធតាមរបបស្វ័យប្រកាសហើយធ្វើការគ្រប់គ្រងជាបកអញ្ចឹងបកគលជាបកនេះមានន័យថាបកគលជាប់ពន្ធតាមរបបស្វ័យប្រកាសអញ្ចឹងប្រហែលជាអស់លោកអ្នកពិបាកស្ដាប់អញ្ចឹងបើសិនជាខ្ញុំបង្ហាញយើងវិញប្រហែលជាអស់លោកអ្នកងាយស្រួលស្ដាប់យើងអញ្ចឹងមានន័យថាស្វ័យប្រកាសហ្នឹងមានន័យយើងប្រកាសខ្លួនឯងអញ្ចឹងបើយើងនិយាយភាសាសាមញ្ញទៅមានន័យថាសហគ្រាសដែលគាត់បានចុះបញ្ជីពន្ធដារគឺមានឈ្មោះនៅក្នុងនោះមានអ្នកជាប់ពន្ធមធ្យមមានអ្នកជាប់ពន្ធតូចមានអ្នកជាប់ពន្ធមធ្យមនិងមានអ្នកជាប់ពន្ធធំប៉ុន្តែអ្នកជាប់ពន្ធទាំងអស់ហ្នឹងគឺគាត់មិនមែនសុទ្ធតែជាពន្ធទាំងអស់ហ្នឹងដែលធ្វើការផ្គត់ផ្គង់ទំនិញឬក៏សេវាហ្នឹងមិនមែនទំនិញរបស់គាត់ទាំងអស់សុទ្ធតែជាប់អកទេវាមានទំនិញនិងសេវាមួយចំនួននោះអត់ជាប់អកទេឧទាហរណ៍ថាបើកសាលារៀនអញ្ចឹងបើកសាលារៀនអញ្ចឹងសេវាសាលារៀននេះគឺអត់ជាប់អកទេតែបើគាត់លក់គ្រឿងសម្អាងឬក៏លក់គ្រឿងបន្លាស់ឡានឬលក់ឡានទាំងអស់ហ្នឹងនឹងជាប់អកហើយយើងចង់តាមដានច្បាស់ថាតើជាប់អកនឹងមានអ្វីខ្លះហើយមិនជាប់អកនឹងមានអ្វីខ្លះនឹងតាមដានបន្តទៅទៀតអញ្ចឹងប្រសិនបើអស់លោកអ្នកមានគម្រោងចង់បើកអាជីវកម្មឬក៏ម្ចាស់អាជីវកម្មឬក៏សិស្សនិស្សិតទាំងអស់ចង់ជ្រាបច្បាស់អំពីគណនេយ្យហិរញ្ញវត្ថុក្រុមការងាររបស់យើងខ្ញុំនឹងរងចាំបង្វឹកអស់លោកអ្នកអញ្ចឹងប្រសិនបើអស់លោកអ្នកជ្រាបច្បាស់អំពីគណនេយ្យហិរញ្ញវត្ថុសូមអស់លោកអ្នកអាចទំនាក់ទំនងមកក្រុមការងាររៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង7ព្រឹកដល់ម៉ោង5ល្ងាចសូមអរគុណសូមជម្រាបលា